ដោយគូជើងគាត់បានគិតថាបកចម្រាញ់សាសពគឺជាបកដ៏អស្ចារ្យមួយផងដែរបើនិយាយទៅសំបីតដៃខ្មោចរបស់គេក៏មកពីបកសំណាក់សាសពនឹងដែរចឹងហើយវាអាចថាបករបស់ពួកគេគឺកម្រិតទេបានឡើយហើយបន្តមកក៏បាននិយាយមីអូនយីងឲ្យនាងក្រោកឈរមកហើយក៏លើកកាងបករបស់នាងតិចតួចអីចឹងទៅធ្វើនាងរៀងសប្បាយចិត្តហើយគូជើងក៏បាននិយាយប្រាប់នាងថាដោយសារតែបកចម្រាញ់សាសពរបស់នាងនឹងគឺនៅឆ្ងាយណាស់ហើយណាមួយទៀតនាងគឺជាសិស្សផ្ទាល់ទៀតនោះហើយដើម្បីបានជានាងមកដល់ទីកន្លែងនេះកើតតែនាងកំពុងតែខ្លងមើលពួកគេមែនជីញីបាននិយាយថាបើមិនទៅខ្លងមើលលោកស្រីទេបើទៅលោកស្អាតប៉ុន្តែមិនថៃរបស់ខ្ញុំឡើយនាងបានប្រាប់គុំដងរបស់នាងមកទីកន្លែងនេះដើម្បីខ្លងមើលទៅកាន់ភ្នំឈៀងឈុនហ្នឹងឯងហើយក៏មានមនុស្សជាច្រើនទៀតផងដែរដែលមកពីស្រុកតងលីងគឺជាអ្នកហ្វឹកហាត់ដែលទៅខ្លងមើលភ្នំឈៀងឈុនហ្នឹងគឺជើងបានសួរថាតើពួកគេចាប់អារម្មណ៍ទៅកាន់តន្ត្រីនៅភ្នំឈៀងឈុនហ្នឹងមែននោះទេបើទៅលើតន្ត្រីពួកគេចាប់អារម្មណ៍ឡើយអ្វីដែលពួកគេចាប់អារម្មណ៍គឺជាកំណត់ទ្រព្យសម្ងាត់ដែលមកពីភ្នំឈៀងឈុនហ្នឹងតើវាមានកំណត់ទ្រព្យអកម្មអីខ្លះដែលពួកគេអត់ដឹងនោះបន្ទាប់ពីគូជើងបានសួរហើយនាងកំពុងតែរនឹកនិយាយប្រាប់ទៅកាន់គូជើងដូចគ្នាកាលពីប្រហែលសប្តាហ៍មុនហ្នឹងមានអាចារ្យម្នាក់បានផឹកសភាំងហើយសាលេឡូក៏ដូចជានិយាយថានៅក្នុងភ្នំឈៀងឈុនហ្នឹងគឺមានកំណត់ទ្រព្យសម្ងាត់ជាច្រើនដែលត្រូវបានលាក់ទុកដោយមេតបលីមិនត្រឹមតែនាងបានលើនោះទេគឺមានមនុស្សចំនួន5នាក់ទៀតគឺបានលើរឿងគ្នាផងដែរបន្តមកពួកគេក៏បានពិភាក្សាគ្នាដើម្បីទៅទីកន្លែងនោះស្វែងរកនៅប្រមាណកំណត់ផ្យល់តែម្ដងនៅពេលដែលពួកគេបានទៅដល់ភ្នំឈៀងឈុនហើយពួកគេក៏ស្រាប់តែឃើញមនុស្សមកពីសមាជិកឈៀងយីហ្នឹងគឺនៅទីកន្លែងនោះបានហើយវាពិតជាសំណាងក្រក់ខ្លាំងមែនទែនដោយសារតែក្រុមរបស់ពួកលោកហ្នឹងឯងគឺយើងបានគាត់ថាបើជាពេលពាន់ជាមួយនឹងតន្ត្រីខ្មោចទាំងអស់នោះជាមួយនឹងការប្រមាញ់កំណត់ផងដែរទើបធ្វើឲ្យរឿងដ៏នេះគឺបានកើតឡើងបន្តមកមេអូនជីក៏បានសុំទូឲ្យពលរបស់យើងចូលរួមជាមួយនឹងសមាគមឈៀងយីរបស់ពួកគេដើម្បីធ្វើការស្វែងរកព័ត៌មានដូចជាប្រមាញ់កំណត់ផងដែរគ្រាន់តែចែកកំណត់តិចតួចមកឲ្យនាងទៅបានហើយនាងច្បាស់ជាពេញចិត្តជាចំការប៉ុន្តែគូជើងហើយដូចជាមិនចង់ឲ្យមេអូនជីចូលរួមជាមួយនឹងគេនោះទេដោយសារតែកិច្ចការរបស់នាងគឺហាក់ដូចជាអត់ប្រយោជន៍ទេហើយប៉ុន្តែមុនមែនមកតែដោយសារតែមានមនុស្សជាច្រើនកំពុងតែតាមស្វែងរកទៅកាន់កំណត់នោះដូច្នេះហើយវាពិបាកចឹងហើយប៉ុន្តែបើនិយាយស្មោះទៅមេអូនជីមកទីកន្លែងនេះមិនមកដើម្បីប្រមាញ់កំណត់ផ្សេងនោះទេគោលបំណងរបស់មេមកទីកន្លែងនេះដើម្បីទទួលបានអាសាសពរបស់អ្នកវឹកហាត់ទាំងអស់នោះនៅពេលដែលពួកគេស្លាប់ដូច្នេះហើយនាងនឹងប្រែខ្លាយទៅកាន់ពួកគេខ្លាយទៅជាស៊ុំប៊ីដោយប្រើវិធីសាស្ត្ររបស់សមាជិកបកនិងគ្រួសាររបស់នាងនឹងឯងហើយមើលទៅជ្រើរបស់នាងទៅគឺព្រីខ្លាំងមែនទែនបើតាមអ្វីដែលគូជើងកើតហើយបើគេងំដឹងថាសាសពរបស់គេមិននោះទេបន្តមកក៏បាននិយាយជាមួយនឹងម៉ូនយីងនាងគឺជាទេសកលរបស់គេហើយគឺជាអ្នកទៅនឹងឯងដូច្នេះគ្មានសិទ្ធិតវ៉ាក៏ដូចជាចរចាមួយគេឡើយប៉ុន្តែម៉ូនយីងគឺបានប្រាប់ថានៅក្នុងសមាជិកនៅក្នុងចំណោម5នាក់របស់ពួកគេហ្នឹងគឺមានអ្នកវឹកហាត់2នាក់ដែលមានកម្លាំងខ្លាំងមែនទែនដែលគេបានជិះទៅដល់អាណាចក្រទី7បាត់ទៅហើយដូច្នេះហើយបើសិនបាននាងចូលរួមទៀតវាច្បាស់ជាល្អនិងកម្លាំងជាច្រើនទៅឲ្យគូឆើងរបស់យើងហើយគូយើងក៏បានយល់ព្រមជាមួយនឹងពេលសម្ដែងរបស់នាងផងដែរប៉ុន្តែបើសិនបាននាងហ៊ានលេខល្បីនោះដកដាវរបស់គេព្យួងទៅកាន់នាងយកតែម្ដងជីវិតរបស់នាងទៅណានេះហើយបន្តមកម៉ូនយីងបាននិយាយថាវាមិននោះទេនាងតនេយកតែម្ដងហើយក៏បាននិយាយទៅកាន់តែហេរបស់នាងដោយសារតែហេរបស់នាងគឺមានរងរបួសដូច្នេះត្រូវការសម្ភារៈដើម្បីជួយចូលនឹងស្ដារគេឡើងមកវិញហើយអាការនិយាយហ្នឹងគឺចង់និយាយសុំសម្ភារៈពីគូជើងរបស់យើងហ្នឹងហើយបន្តមកនាងក៏បានសួរទៅកាន់គូជើងតើឡើយពួកគេត្រូវធ្វើឲ្យបន្តទៅទីកន្លែងណាគូជើងក៏បាននិយាយថាពួកគេត្រូវទៅជួបមនុស្សចំនួន5នាក់នោះសិនដើម្បីពិភាក្សាគ្នាហើយចង់ដឹងថាពួកគេនឹងធ្វើអ្វីបន្តផងដែរសូយើងរបស់យើងក៏បានកាន់មកដល់នៅពេលដែលម៉ូនយីងបាននាំទៅកាន់គូជើងជាមួយនឹងសាវយីមកជួបទៅកាន់អ្នកវឹកហាត់ទាំងអស់នោះហើយកូនសាវយីក៏បានសួរផងដែរហើយរឿងជាមិនឲ្យសមាគមជិញយីរបស់ពួកគេបន្ថែមមិនរួនបីចាត់ជាមួយនឹងពួកគេដោះស្រាយឲ្យមកជួយពួកយើងតាមម្ដងទៅប៉ុន្តែគូជើងបាននិយាយថាពួកគេចាំបាច់ក្នុងការប្រយុទ្ធគ្នាជាមួយនឹងពួកកូននោះនោះទេគាត់តែនិយាយប្រយោគចូលដូចជាសហការគ្នាជាមួយនឹងពួកវាឲ្យទៅប៉ុន្តែម៉ូនយីងបាននិយាយថាពួកវាហ្នឹងគឺគ្មានអីជាមួយនឹងសមាគមជិញយីនោះទេបើសមាគមជិញយីចង់ចាត់ការគឺចាត់ការបានយ៉ាងងាយតែម្ដងដោយសារសមត្ថភាពរបស់ពួកគេគឺទេពជាងសមាគមជិញយីហ្នឹងឯងជាពិសេសគូជើងរបស់យើងតែម្ដងសមត្ថភាពគឺខ្លាំងជាងពួកគេដែរប៉ុន្តែមិនបាច់មើលទាំងមុខរបស់គ្រូគូជើងនោះទេសម្លក់យកតែម្ដងទៅកាន់មីអូនយីងធ្វើនាងខ្លាចខ្លាំងមែនទែននៅពេលដែល
បណ្ដោះឡើយដោយរបស់យើងបានផាបានហត់ទុកចេញពីទីកន្លែងហ្នឹងដោយសារគេមានការនិយាយខ្លាចជាមួយនឹងនៅទីកន្លែងនេះចំណែកឯមុនយើងក៏បានប្រាប់ទៅកាន់ด้วยរបស់យើងផងដែរថាអាកូនកណ្ដាលគេមានមេបោះហ្នឹងគឺជាមេក្រុមរបស់ពួកគេកូនហ្នឹងមានឈ្មោះថាទូឡានជាងលបងទូគឺជាមនុស្សរឹងរូសក៏ជាកាចផងដែរពិបាកនិយាយជាមួយនឹងគេខ្លាំងមែនទែនលបងទូក៏ស្គាល់ផងដែរថារឿងជាសមាគមជាងយីមកទីកន្លែងនេះមនុស្សម្នាក់ទៀតបាននិយាយថាប្រហែលជាពួកគេខ្លាចពួកយើងធ្វើអីខុសហើយដែលកូនមួយនឹងមានឈ្មោះថាវងឈួនដែលលបងឈួននឹងគឺជាអ្នកប្រមាញ់ក៏ដូចជាចម្រាញ់សាកសពដូចជាម៉ូនដែរហើយអាចគ្រប់គ្រងទៅកាន់ខ្មោចបានទៀតផងជាពិសេសគឺទុកខ្មោចនៅក្នុងរាងកាយរបស់គេនឹងយកតែម្ដងអាកូននឹងនៅពេលយករៀងគួរខ្លាចផងដែរហើយបើសមាជិកក្រុមរបស់ពួកគេ3នាក់គឺខ្សោយទៅខ្លាញ់ទៅពីអ្នកនឹងតែម្ដងហើយខ្ញុំភ្លេចប្រាប់ឈ្មោះរបស់ក្រុមចោលរបស់លបងទូក្រុមរបស់គេមានឈ្មោះថាក្រុមជាងប៉ៃហើយក៏មាននំនេះក៏បាននិយាយទៅកាន់អាចារ្យជាងរបស់យើងដែរចង់មកលេងខូចហ៊ានថាព័ត៌មានទាំងអស់តែទៅមួយនឹងពួកគេប្រាប់ទៅឲ្យសមាគមជាងយីផងមកយីបាននិយាយថាអីចោះបើគេប្រាប់ចង់មកយ៉ាធ្វើស្អីគេបានគូជើងក៏បានសួរទៅកាន់មកជាងយីថាអាកូននឹងជាណាគេមកយីមិញបានប្រាប់ថាអាចារ្យនឹងមានឈ្មោះថាអាចារ្យហឺធេនជីតែគេគឺមកពីសាសនាតាវហើយបញ្ជាស៊ីចម្រៅទៀតនោះសាសនាតាវជាមួយនឹងសមាគមជាងយីរបស់ពួកគេគឺអត់ត្រូវគ្នាទេជាពិសេសបញ្ជាអំពីការផ្សព្វផ្សាយវិញគឺមកអាចទៅរួចយកតែម្ដងដូច្នេះហើយបើនិយាយទៅលបងគូជើងឯងជាមួយនឹងកននឹងគឺជាសត្រូវស៊ូពូជាមួយនឹងគ្នាហ្នឹងហើយអាចារ្យហឺក៏បាននិយាយទៅកាន់លបងទូថាពួកគេគួរចាត់ការទៅកាន់សមាគមជាងជីជំនុនសិនទៅកុំឲ្យពួកគេញ៉ៃមកកាន់ពួកគេគណៈពេលដែលពួកគេក៏ទៅរកកំណប់នៅភ្នំជាងឈុនប៉ុន្តែលបងទូក៏បាននិយាយថាអត់ចាំបាច់នោះទេដោយសារពួកគេមកទៅកន្លែងនេះដើម្បីរកកំណប់ត្រាប់តែប៉ុណ្ណោះដូច្នេះចង់បង្កបញ្ហាជាលូក៏ដូចជាការវេដំគ្នាឡើយជាពិសេសហ្នឹងឯងគិតថាគឺជាណាចង់មកបដាអញក៏ដូចជាពជាក្បាលអញឲ្យចាត់ការណាចាត់ការហ្នឹងនោះហើយក៏លើសំឡេងហោះស្នេហ៍របស់លបងគូឆើរបស់យើងបាននិយាយថាហ្នឹងហើយលបងហ្នឹងហើយអាកូននឹងវាពិតជាល្ងងខ្លាំងមែនតើល្ងងដូចវានឹងដែលធ្វើឲ្យសាសនាតារបស់វាគឺត្រូវបានផ្លាញអញ្ចឹងឯងហើយបាច់ចាំនិយាយអំពីការភាសាគ្នារបស់ពួកគេនោះទេបើមានអាកូននឹងកាន់តែញ៉ៃជាជំខានក្រុមរបស់វាសាសនារបស់វានឹងសិតតាកពិសាសនាល្ងងដូចគ្នាចំណែកអាកូនហឺធេនជីវិញវាពិតជាខឹងខ្លាំងមែនតើទៅកាន់ទួយបរបស់យើងតែសារគូចឹងបានប្រមាថទៅកាន់សាសនាតារបស់គេដូច្នេះហើយចាត់ការទៅកាន់គូជើងយកតែម្ដងបានបើការវិវហានដោយចំណេញដែររបស់គាត់វិវហានទៅកាន់គូជើងបន្តែនៅពេលនោះលបងវងក៏បានបញ្ចេញមកការពេលទៅកាន់គូជើងរបស់យើងកំតិចដែររបស់អាចារ្យហឺទិនជីសូម្បីតែលបងវងក៏បាននិយាយដែរថាខំរបស់ពួកគេក៏ដូចជាសាសនារបស់ពួកគេហ្នឹងគឺល្ងីល្ងើខ្លាំងមែនទែនអត់ប្រយោជន៍តទៅសោះនៅទីកន្លែងនេះសូម្បីតែសំពេតក៏កពិផងដែរអាចារ្យហ្នឹងគឺកែងខ្លាំងមែនទែនហើយក៏ភ័យខ្លាចផងដែរមុខរៀងស្លេកហើយអាកូនពងឈុនវាក៏បាននិយាយទៅកាន់សមាគមជាងយីថាគាត់ចង់បង្ករឿងក៏ដូចជាមានបញ្ហាចលុះជាមួយនឹងសមាគមជាងយីនោះទេផ្ដល់លក្ខខណ្ឌមកអូខេបានតាលក្ខខណ្ឌងាយស្រួលទេគូជើងបានធ្វើវិភាគចាត់ការទៅកាន់អាចារ្យហឺធេនជីស្លាប់ភ្លាមតែម្ដងនេះហើយគឺជាលក្ខខណ្ឌដែលគេត្រូវការគឺជាក្បាលរបស់អាចារ្យហឺធេនជីនឹងឯងជាហើយដែលធ្វើឲ្យអបែវងឈួនក៏ដូចជាលបងទូខើងទៅកាន់សមាគមជាងយីខ្លាំងទេសួរទៅកាន់សមាគមជាងយីថាតើលោកចង់មានន័យថាម៉េចជាពិសេសនោះថែមទាំងហ៊ានសម្លាប់នៅចំពោះមុខគេទៀតតែលោកគាត់ថាក្រុមរបស់ពួកគេហ្នឹងងាយស្រួលសម្លុតមានដែរទេប៉ុន្តែលបងគូជើងរបស់យើងគឺអត់ខ្វល់ទេបាននិយាយយ៉ាងស្មរួលធូររលងជាមួយនឹងគាត់វិញថាដោយសារតែអាកូនហ្នឹងគឺមើងងាយមកកាន់គេទេជាភាសាកូនហ្នឹងគឺមកពីសាសនាតាវដែលជាសាសនាគូប្រជែងនិងសត្រូវស៊ីសាច់អត់ជាមនុស្សរបស់សមាគមជាងយីរបស់គេដូច្នេះហើយសមតែសម្លាប់អញ្ចឹងឯងអាកូនវងឈួនបាននិយាយថាមែនហើយវាសមនឹងតែស្លាប់ប៉ុន្តែលោកគាត់ថាសមាគមជាងយីរបស់លោកគឺជាស្អីសមាគមជាងយីគ្រាន់តែជាសមាគមដែលស្ថិតនៅស្រុកតុងលីងដែលជាស្រុកដាច់ស្រយាលមួយគ្មានការវឹកហាត់គ្មានការពង្រឹងអីធំដុំឡើយចង់ប៉ះពាល់មកកាន់ពួកគេតែលោកគិតថាវាងាយស្រួលបែបហ្នឹងមានដែរទេវាងាយស្រួលក្នុងការចាត់ការនោះទេលោកគួរតែដឹងថាមេខ្ពស់មេធំប៉ុណ្ណាផងអាកទើក៏បាននិយាយទៅកាន់លបងទូរបស់គេថាសមាគមជាងយីអត់ទុកពួកគេនៅភ្នែកនោះទេដូច្នេះចាត់ការទៅកាន់ពួកគេប្រយុទ្ធតែម្ដងទៅមិនបាច់ខ្វល់ឡើយចំណែកឯមីចានៅក្រុមជាងប៉ៃនោះនាងក៏បាននិយាយផងដែរនោះមេអូនលាវយីងហ្នឹងគឺជារបស់អាឡារ៉ៃចំណែកឯបរិសង្ហាតអត់នោះទៅក៏ឲ្យនាងចាត់ការទៅចាំស៊ីចុកហើយចាំចាត់ការតាមក្រោយក៏អត់ដែរដែលធ្វើឲ្យលបងក៏ដូចជាលបងចៅខឹងខ្លាំងមែនទេសម្ដីរបស់មីចាហ្នឹងគឺរៀងឆ្លើយបើមកខាន់ពួកគេទេហើយថាសមាជិកក្រុមជាងប៉ៃទៅគឺមានអ្នកចង់បង្
បង្កបញ្ហានិងបង្កជ្រុះប៉ុន្តែខាងសមាគមជីងយីក៏មានមួយដែរគឺជាមីអូនលីវជីងយីហ្នឹងឯងចាំតែមើលពួកគេប្រយុទ្ធនោះទេតែប្រយុទ្ធដែរតើប៉ុណ្ណឹងលបងទូគាត់បានគួរតុកក្តាំងភ្លាមបាននិយាយថាឈប់បង្កបញ្ហាបើតាមអ្វីដែលគាត់គឺបានមើលទៅកាន់អ្នកសម្លាប់ទៅកាន់HerTNGនោះសមត្ថភាពរបស់គាត់គឺអត់អន់ដូចគ្នាអាចសម្លាប់ទៅកាន់HerTNGគ្រាន់តែមួយចលនាបែបនេះហើយបើចង់ប្រយុទ្ធជាមួយនឹងគាត់ក៏រៀងពិបាកផងដែរដូច្នេះក៏បាននិយាយសម្របសម្រួលជាមួយនឹងសមាគមជីងយីសួរទៅកាន់ពួកគេគោលបំណងដែលពួកគេមកទីកន្លែងនេះចង់បានស្អីលបងគូជើងរបស់យើងក៏បានមកនិយាយយកតែម្ដងដោយសារតែពួកគេទាំងអស់គ្នាគឺចង់ប្រមាញ់កំណប់នៅភ្នំជាងជនដូចនេះដូច្នេះហើយពួកគេគួរតែសហការគ្នាទៅដើម្បីប្រមាញ់កំណប់បានទាំងអស់គ្នាអ្វីដែលកាន់តែពិសេសនោះដោយសារតែខាងខំជាងបៃហ្នឹងគឺជាអ្នកប្រមាញ់កំណប់ចំណែកឯសមាគមជីងយីរបស់ពួកគេហ្នឹងគឺជាអ្នកសើមកេតនៅព័ត៌មានផ្សេងទាក់ទងជាមួយនឹងតន្ត្រីខ្មោចហើយនឹងការសើមកេតនៅភ្នំជាងជននឹងជាដើមដូច្នេះបើពួកគេសហការគ្នានឹងធ្វើពួកគេទទួលបានផលល្អយ៉ាងខ្លាំងមែនប៉ុន្តែវាច្បាស់ណាស់បើសិនបើពួកគេប្រយុទ្ធគ្នានឹងបង្កបញ្ហានៅទីកន្លែងនេះពួកគេនឹងខាតបង់ទាំងពីរតែម្ដងប៉ុន្តែបើសិនបើពួកគេសហការគ្នាវិញនោះវានឹងធ្វើឲ្យការសើមកេតក៏ជាការប្រមាញ់កំណប់របស់ពួកគេនឹងកាន់តែងាយស្រួលនិងទទួលបាននូវប្រសិទ្ធភាពខ្ពស់ទៀតផងហើយពួកគេនឹងទទួលបានកំណត់ទាំងគ្នាចំណែកលបងទូបាននិយាយថាចាប់តាំងពីលោកគឺនិយាយស្មោះត្រង់និងធូរស្អុយបែបនេះចឹងហើយពួកគេគួរតែសហការគ្នាប៉ុន្តែនៅទីបញ្ចប់នោះអ្នកដែលទទួលបានកំណត់គឺសារទៅលើសមត្ថភាពរបស់ពួកគេទៅចោះតែលោកយល់យ៉ាងណាដែរចំពោះគូជើងរបស់យើងគឺយល់ស្របជាមួយនឹងពេលសម្ដែងរបស់គាត់បើគាត់និយាយថងចឹងហើយពួកគេអាចសហការគ្នាភ្លាមយកតែម្ដងដើម្បីប្រមាញ់កំណត់ក៏ដូចជាស៊ើបអង្កេតព័ត៌មាននៅក្នុងភ្នំជានជនដើម្បីនឹងផងដែរអបៃវងឈូក៏បាននិយាយថាវាមិនកើតទេលបងជួយសារតែសមាគមជីងយីនឹងហាក់ដូចជាមិនស្មោះត្រង់នោះទេបើសិនបើពួកគេសហការគ្នាជាមួយនឹងសមាគមជីងយីវាប្រៀបដូចជាពួកគេយកពូមកក្បែរខ្លួនរបស់ពួកគេអញ្ចឹងបើសិនបើវាខាំពួកគេនៅពេលណាដូច្នេះពួកគេគឺពិបាកក្នុងការទប់ទល់ខ្លាំងមែនទេប៉ុន្តែលបងទូបាននិយាយថាតែគិតថាបាញ់ហុំដៃមួយឯងអាចចាត់ការនឹងមិនខ្លាចទៅកាន់សមាគមជីងយីហើយមែនតើអាចជួយឯងបានខ្លះក្នុងការចាត់ការទៅកាន់ពួកគេនោះអកូនបងជូនវាក៏អាចនិយាយអីបានដែរបើសិនបើបែបហ្នឹងឯងគឺមានតែកាំងតែប៉ុណ្ណោះពួកឯងដឹងថាសមត្ថភាពរបស់ខ្លួនគឺអត់ដល់ជាមួយនឹងគេវិញមែនចំពោះតួឯងរបស់យើងវិញគឺបាននិយាយទៅកាន់លបងតួឯងហ្នឹងឯងដោយសារពួកគេសមត្ថភាពខ្លួនចាត់ការយកតែម្ដងទៅអញ្ចឹងបន្តមកពួកគេក៏បានណែនាំខ្លួនរៀងខ្លួនចំណែកគូជើងរបស់យើងគឺអត់ចោលនោះទេអាស្តាយឈ្មោះរបស់គេហ្នឹងមានភាពស្មោះត្រង់និងទំនុកចិត្តបើនិយាយទៅជឿតែគ្នាឯងនោះទេគឺជាលបងសាវយីហ្នឹងឯងដែលចង់ធ្វើតាមក៏ដូចជាចង់ដូចទៅកាន់លបងគូជើងរបស់យើងគឺមានសមត្ថភាពខ្លាំងក្លាហ្នឹងឯងបន្ទាប់ពីពួកគេនិយាយត្រូវគ្នាហើយដូច្នេះពួកគេចាប់ផ្ដើមទៅប្រមាញ់កំណប់និងសើមគេនៅភ្នំជាងជនយកតែម្ដងស្ទើរមកយើងក៏បានកាន់មកដល់ភ្នំជាងជនវិញម្ដងតួឯងរបស់យើងគឺបាននិយាយបានថាកំណត់ហើយដែលបានគាត់ថាទាក់ទងជាមួយនឹងភ្នូររបស់មេតាបលីហ្នឹងគឺអត់មានគាត់ថាមេតាបលីគឺបានលាក់ដូចជាកប់ទុកនៅកំណប់អាកំបាញ់របស់គាត់នៅទីកន្លែងនោះឡើយដូច្នេះហើយពួកគេគឺអត់អាចសន្តានបាននោះទេចំណែកឯលបងតួវិញបាននិយាយថាវាមែនហើយដោយសារតែពួកឯចង្រៃទាំងអស់នោះគឺវាច្បាស់ជាអត់អាចខត់ថាបានហើយដោយសារតែផលប្រយោជន៍ទាំងអស់នោះគឺຕົកសម្រាប់ពួកវាខ្លួនឯងនោះទេដោយលបងទូគឺធ្លាប់បានកោះភ្នូបុរាណជាច្រើនហើយដូច្នេះគាត់ដឹងទាក់ទងជាមួយនឹងរឿងទាំងអស់នេះហើយគាត់គឺអាចនិយាយបានថាភ្នូរបស់មេតាបលីនៅក្នុងភ្នំជានជននេះវាពិតជាមានកំណប់ពិតប្រកបមែនគណៈពេលដែលពួកគេកំពុងតែនិយាយគ្នាក៏ទៅបានមកផាបទៅកាន់លបងទូថាពួកគេគឺបានស្វែងរកទៅឃើញរូងភ្នំចំនួន2នៅខាងមុខហ្នឹងលបងទូក៏បានឲ្យនាំផ្លូវទៅរកមើលទៅនៅពេលដែលពួកគេបានមកដល់ហ្នឹងវាហាក់ដូចជារូងភ្នំទាំងពីរហ្នឹងគឺមានចំហាយយិនខ្លាំងមែនទែនដែលធ្វើឲ្យប៉ែវងឈួនឆ្ងល់ខ្លាំងមែនទែនតែរូងភ្នំខាងក្នុងទាំងពីរហ្នឹងគឺមានស្អីខ្លះទៅចំណែកឯម៉ោនយីងវិញបានសួរកាន់តួឯករបស់យើងតើពួកគេចូលទៅកាន់រូងភ្នំមួយណាទៅគណៈពេលដែលពួកគេកំពុងតែគិតក៏ដូចជានិយាយគ្នាហ្នឹងក៏មានមនុស្សម្នាក់ក៏បានស្អីឲ្យពួកគេជួយផងហើយនៅពេលហ្នឹងពួកគេមានកាប់ជាបខ្លាំងមែនទែនដោយសារតាកូនហ្នឹងហាក់ដូចជាម៉ាមីបាត់ទៅហើយចំពោះឯករបស់យើងវិញពិតជាមានកាប់ជាបប៉ុន្តែមានតែមានកាប់ជាបខ្លាំងជាងនឹងទៀតគឺជាលបងទូដោយសារតែគាត់ហើយដូចជាស្គាល់ទៅកាន់បរមនេះហ្នឹងគូជើងក៏បានសួរតែម្ដងបញ្ជាទៅគាត់គឺអត់សូវស្គាល់ទៅកាន់ខូនហ្នឹងមែននោះទេគ្រាន់តែស្គាល់ឈ្មោះរបស់វាមានឈ្មោះថាជួអើជាមួយនឹងសមាជិក2នាក់ទៀតរបស់វាដែលល្បីល្បាញខ្លាំងមែនទែននៅក្នុងការកោះភ្នូហ្នឹងពួកវាគឺកោះដឹងថាកោះខ្ទេចតែម្ដងប៉ុន្តែនៅលើកនេះពិតជាធ្វើឲ្យការមានការព្យាបាលកាន់តែខ្លាំងមកកាន់ពួកគេដោយសារតែភ្នូនេះប្រហែលជាមានអកបាំងដូចជាសបយដែលកាន់តែពិសេសរបស់មេតបទីហើយទើបធ្វើឲ្យពួកវាខ្លាចទៅជាបែបនេះបានដោយសារតែមានភាពល្បីល្បាញខ្លាំងមែនទែនទៅកាន់ឈ្មោះរបស់អ្នកទាំង3នោះចំពោះតួឯករបស់យើងរត់តែមានការព្យាបាលខ្លាំងមែនទែនសូម្បីតែអាចោកោះភ្នូដល់ល្បីល្បាញនឹងមានអត្តពលបែបនេះក៏ត្រូវបានខ្ទេចខ្ទីនៅទីកន្លែងនេះផងដែរគេមិនដឹង
ដឹងមិនមែននោះទេវាដូចជារួមក្នុងនោះគឺកំពុងតែមានគ្រោះថ្នាក់យ៉ាងខ្លាំងតែម្ដងអភ័យបងជូបាននិយាយថាប្រហែលជាដោយសារតែអូនជូនឹងគឺរើផ្លូវខុសឲ្យខ្លួនឯងទេទៅធ្វើឲ្យមានគ្រោះថ្នាក់ទាំងអស់នេះកើតឡើងដូច្នេះពួកគេគួរតែរើផ្លូវផ្សេងចេញពីអូនជូមួយហ្នឹងដោយសារតែពួកគេគឺនិយាយបែបហ្នឹងហើយគូឈឹងក៏បានឲ្យពួកគេនាំផ្លូវតែម្ដងធ្វើឲ្យលបងទូហ្នឹងរៀងកាំងដែរចរិតគូឈឹងគឺគួរសមខ្លាំងមែនទែនឲ្យគេទៅស្លាប់មុនអីចឹងទៅនៅពេលដែលពួកគេកំពុងទៅដើរម៉ូតមួយនោះក៏បានមកអូកាឡាទៅកាន់គូឈឹងមកដែរចំណែកគូឈឹងអត់ខ្វល់នោះទេបានថាមួយគ្នាគេវាហាក់ដូចជាតាំងពីដើមរហូតដល់ចូលមកដល់ក្នុងនេះវាអត់សួរនោះទេដូច្នេះឲ្យអ្នកទាំង3ហ្នឹងគឺផងវិញ្ញាផងគេមានខ្លួនណែអីចឹងទៅនៅពេលដែលចូលមកដល់ខាងក្នុងគូឈឹងក៏បានសង្កេតទៅក្នុងមួយនោះវាហាក់ដូចជារោងភ្នំនេះគឺអត់ត្រូវបានបង្កើតឡើងដោយធម្មជាតិឡើយត្រូវបានជីកដោយណាម្នាក់អកូនសាយីបានសួរថាប្រហែលជាការជីករបស់ភ្នំមេតបលីទេហ្នឹងប៉ុន្តែវាបាក់និយាយផងដែរដោយសារទីកន្លែងនេះគឺលែងមានមនុស្សរស់នៅជាយូរមកហើយហើយដែលពួកគេគឺនិយាយថាតន្ត្រីនេះខ្យល់ត្រជាក់យប់ស្ងាត់ពាក់កណ្ដាលរៀននោះពិតជាអ្វីដែលពួកគេគឺអត់អាចដឹងមែនដឹងថាទីកន្លែងនេះគឺត្រូវមានរឿងអីកើតឡើងនោះទេដោយសារតែរយៈពេលកាន់តែយូរគឺគ្មានមនុស្សរស់នៅទីកន្លែងនេះឡើយសម្ដីរបស់គូឈឹងដូចជាខ្យល់ត្រជាក់នៅទីកន្លែងហ្នឹងធ្វើឲ្យពួកគេព្រឺខ្លាំងមែនទែនហើយនៅពេលដែលពួកគេដើរចូលមកដល់ទីកន្លែងនេះហើយគឺអត់អាចដល់ក្រោយបាននោះទេហើយនៅពេលដែលពួកគេកំពុងតែព្រឺព្រួយខ្យល់ជើគឺបានធ្លាក់មកទៅធ្វើភ្លើងរត់ពួកគេកាន់តែមានកាប់ជាផ្អើលនឹងភ័យខ្លាចនៅពេលហ្នឹងផងដែរអ្វីដែលកាន់តែភ័យខ្លាចនោះគឺជាការដង្ហែក្បួនកូនកំមុំមកទីកន្លែងហ្នឹងដោយការហោះហើររបស់ខ្មោចយតែម្ដងនៅពេលដែលពួកគេកំពុងតែភ្ញាក់ផ្អើលមួយហើយមួយទៀតក៏បានមកដល់ទួយផលរបស់យើងគឺដឹងភ្លាមៗដែរវាគឺជាដែនខ្មោចគឺជាភពរបស់ខ្មោចដែលមានធម៌ពលជាយៈខ្លាំងហើយពុកពេញដោយធម៌ពលយិនយ៉ាងខ្លាំងតែម្ដងគណៈពេលហ្នឹងផងដែរអកទឿកំពុងតែញ៉ៃញ៉ៃហើយនោះទួយផលរបស់យើងក៏បានដល់ដែររបស់គេភ្ជុងទៅកាន់អកទឿយកតែម្ដងបាទចង់ងាប់ទេដល់ញៀមទៅដោយសារតែប្រសិនបើពួកគេបញ្ចេញនៅសកម្មភាពញ៉ៃញ៉ៃផ្ដេសផ្ដាសសម្បុកខ្មោចកុហកសមួយនេះនឹងវាយប្រហារមកកាន់ពួកគេភ្លាមតែម្ដងហើយការវាយប្រហារហ្នឹងគឺខូខើខ្លាំងមែនទែនដោយពួកគេគឺពិបាកក្នុងការទប់ទល់ខ្លាំងមែនទែនដូច្នេះហើយបើអញ្ចឹងងាប់កំណំពួកគេទៅងាប់ជាមួយនឹងឯងហើយទួយផលរបស់យើងក៏បាននិយាយរៀបរាប់ទាក់ទងជាមួយនឹងដែនខ្មោចនេះពួកគេដឹងដូចគ្នាហើយការរៀបរាប់ហ្នឹងគឺខ្ញុំរៀបរាប់ហើយដូច្នេះគឺអត់រៀបរាប់មិនដឹងទៀតនោះទេគាត់ថាដែនខ្មោចនឹងពោពេញដោយធម៌ពលយិនដែលធម៌ពលយិននេះគឺបានរារាំងខ្យល់ចេញពីកង្កែវដោយចំនួនវិញគឺធម៌ពលយិនពោពេញដោយធម៌ពលចំហាយខ្លាំងក្លាមែនទែនហើយបើសិនបើមនុស្សនៅទីកន្លែងនេះកាន់តែយូរធម៌ពលរបស់គេកាន់តែខ្សោះចុះខ្សោយទៅដូច្នេះហើយពួកគេគឺអត់អាចនៅទីកន្លែងនេះបានយូរនោះទេបើមិនចឹងទេងាប់ហើយដោយសារតែដែនខ្មោចគឺជាដែនដែលត្រូវបានកាត់ផ្ដាច់ចេញពីភពខាងក្រៅនេះដូច្នេះហើយពួកគេមានទីសាពីរយ៉ាងក្នុងការដោះស្រាយក៏ដូចជាចាត់ការនិងចាត់ចេញពីទីកន្លែងនេះទី1នោះគឺត្រូវតែកម្ចាត់ខ្មោចនៅទីកន្លែងនេះទាំងអស់មធ្យោបាយមួយនេះវាពិតជាពិបាកខ្លាំងមែនទែនចំណែកមធ្យោបាយទី2គឺ follow តាមច្បាប់របស់ដែនខ្មោចមួយនេះហើយវាច្បាស់ណាស់ថាមកពលយិនខ្លាំងបែបនេះច្បាស់ជាមានខ្មោចដ៏ខ្លាំងក្លាមួយដែលស្ថិតនៅចំណុចស្នូលរបស់វាជាសំខាន់ហើយជំរឿតែមួយក៏របស់ពួកគេគឺត្រូវតែធ្វើម្ដងមួយជំហានគឺ follow តាមដែនខ្មោចនឹងឯងហើយវិធីសាស្ត្រទាំងអស់នេះគឺត្រូវបានកត់ត្រាដោយសាសនាតាដែលស្ថិតនៅសមាគមជាញីរបស់ពួកគេដែលពួកគេទូបាននៅព័ត៌មាននឹងឯងនៅពេលដែលគូជើងហេបផាប្រកាន់ពួកគេយកហើយយើងបានឃើញថាក្បួនខ្មោចទាំងនោះគឺបាននាំពួកគេមកកាន់វិមានរបស់មេតបលីយកតែម្ដងដែលធ្វើពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនវាហាក់ដូចជាមេតបលីរៀបកំឡុងធ្វើបែបនេះអស់រយៈពេលយូរណាស់មកហើយណាមួយទៀតប្រហែលជាគាត់គឺដឹងអ្វីដែលកាន់តែពិសេសនោះតើពួកគេឆ្ងល់ដែរទេថាហេតុអ្វីបានជាមេតបលីបង្កើតនៅវិមានមួយនេះឡើងនៅពេលដែលពួកគេកំពុងតែឆ្ងល់នឹងមើលទៅកាន់វិមានដ៏ធំស្កឹមស្កាយហ្នឹងប៉ុន្តែពោពេញដោយទលីជាងបានឃើញថាខ្មោចមួយក៏បានហៅទៅកាន់ពួកគេថាគឺជាភ្ញៀវដោយសារពួកគេមកដល់ទីកន្លែងនេះដូច្នេះហើយគួរតែចូលរួមពិធីមង្គលការរបស់ពួកគេនៅទីកន្លែងនេះសិនទៅដោយការចេញរបស់ម្ចាស់សិលរបស់ពួកគេនឹងហើយមានអូនយីគឺអត់តាំងថាត្រូវធ្វើឲ្យនោះទេតែពួកគេគួរតែចូលទៅកាន់ទីកន្លែងនោះគូជើងបានប្រាប់ថាអ្វីដែលពួកគេត្រូវធ្វើនៅពេលនេះគឺ follow តាមច្បាប់របស់ដែនខ្មោចដោយសារតែពួកគេគឺអត់អាចធ្វើអ្វីនោះទេបើសិនបើពួកគេធ្វើខុសច្បាប់ជាវេទនាជាជំខានមិនស្រួលនាំពួកគេទៅរកភាពគ្រោះថ្នាក់ទៀតដូច្នេះហើយជាដំបូងពួកគេត្រូវតែ follow តាមដែនខ្មោចនិងត្រូវអនុវត្តតាមច្បាប់ដែនខ្មោចដែលវាគឺបានដាក់ឲ្យពួកគេធ្វើដូច្នេះហើយពួកគេក៏បានដើរចូលនៅទីកន្លែងហ្នឹងយកតែម្ដងហើយអូខេខ្ញុំសូមបញ្ចប់វីដេអូទៅតាមនេះសិនបើមានកំហុសខុសឆ្គងអីជាស្អីផងគ្នាយើងហើយកុំភ្លេច join Telegram ខ្ញុំនៅមួយហងដើម្បីទទួលបានព័ត៌មានឬជាការ upload វីដេអូចូលទៅក្នុងក្រុមរបស់យើងនឹងឯងជាផ្សាយបើចង់ support មកកាន់ខ្ញុំអីគឺអាច support បានតាមជា eBay ក៏ដូចជា Acelita ខាងក្រោមនេះនៅលើវីដេអូហ្នឹងឯងអរគុណចា៎